ហ្វុងស៊ុយចិនផ្ដល់ដំបូន្មានជីវិតដល់អ្នកនេះគឺជាការពិតខាងប្រាជ្ញាខ្លះគុំសួរថាហេតុអ្វីគ្រាន់តែធ្វើតាមប៉ុណ្ណោះទី1បើកែវស្រាប់តែបែកដំបស្បែកជើងរលាយខ្លួនឯងគ្មានមូលហេតុឬខ្សែដៃរលាត់ដាច់ដោយមិនបានរំពឹងទុកជៀសវាងចេញទៅដោះស្រាយរឿងសំខាន់នៅថ្ងៃនោះទី2កុំទទួលយកឆ័ត្រជាកាដូដាច់ខាតលើកលែងតែភ្លៀងធ្លាក់ខ្លាំងទោះបីយ៉ាងណាក៏ដោយសូមប្រគល់វាវិញនៅពេលភ្លៀងឈប់ទី3ជួសជុលរបស់របរខូចខាតឬវត្ថុអនុស្សាវរីយ៍នៅផ្ទះភ្លាមបើវាមានតម្លៃសម្រាប់របស់ថោកសូមបោះចោលភ្លាមទី4ប្រសិនបើសត្វបិទផ្លូវអ្នកពេលកំពុងបើកបរសូមបន្ថយល្បឿនហើយឈប់ដើម្បីឲ្យវាឆ្លងកាត់នេះជាញឹកញាប់គឺជាការព្រមានពិសេសឬសញ្ញាល្អសម្រាប់អ្នកទី5ទុកកាំបិតតិចបំផុតនៅក្នុងផ្ទះរបស់អ្នកគឺសម្រាប់តែចម្អិនអាហារប៉ុណ្ណោះទី6ជៀសវាងការប្រគល់របស់របរវិញនៅពេលព្រឹកទៅលេងអ្នកដទៃនៅពេលថ្ងៃត្រង់ទៅសួរសុខទុក្ខអ្នកជំងឺនៅពេលរសៀលឬខ្ចីប្រាក់នៅពេលយប់ហ្វុងស៊ុយចិននឹងមិនផ្ដល់ដំបូន្មានអាក្រក់ដល់អ្នកឡើយសូមឲ្យពរជ័យដល់បរិបូររបស់តាហូឥតឈប់ឈរ